จำนวน5,500,000 រៀលនឹងគ្រឿងបរិភោគដែលជាមូលនិធិនៃការរៃអង្គាសគ្នាចូលបុណ្យសពលោកសុកសេតជនជាតិអ៊ីស្លាមនៅសង្កាត់ចាំងចម្រេះទី2ខណ្ឌឫស្សីកែវរាជធានីភ្នំពេញដែលបានទទួលមរណភាពកាលពីពេលថ្មីនេះដោយជំងឺចឹងសមាគមរបស់យើងគឺមិនប្រកាន់នេការនយោបាយហើយក៏មិនប្រកាន់សាសនាដែរបាទគ្រប់សាសនាទាំងអស់អាចចូលរួមជាមួយនឹងសមាគមយើងបានបាទក្នុងការចូលរួមសាមគ្គីជួយគ្នាទៅវិញទៅមកបាទទាំងកម្លាំងកាយកម្លាំងចិត្តបាទចូលរួមជួយនៅក្នុងសង្គមជួយនៅក្នុងប្រទេសរបស់យើងជាមួយគ្នានោះលោកហួតហៀងចៅសង្កាត់រងទី1សង្កាត់ច្រាំងចម្រេះទី2បានកោតសរសើរដល់សមាគមដែលចេះជួយគ្នាហើយសំណូមពរឲ្យសមាជិកសមាជិកាចេះសាមគ្គីនិងបន្តដំណើរការជារៀងរហូតសមាគមនេះចេះរួមគ្នាសាមគ្គីគ្នាហើយជួយគ្នានៅពេលដែលមានទុក្ខធរៈសមាជិកសមាគមដែលមានមរណភាពក្តីសមាជិកសមាគមដែលមានបញ្ហាផ្សេងហើយរួមគ្នាដើម្បីមកជួយគ្នានឹងខ្ញុំក៏សូមកោតសរសើរនៅក្នុងនាមអាជ្ញាធរសង្កាត់បាទសូមកោតសរសើរហើយក៏ឲ្យសមាគមនេះថាដំណើរការរហូតទៅទៀតបាទហើយចេះជួយគ្នាកុំឲ្យមានបញ្ហាអីចេះតែសាមគ្គីគ្នាផ្ទៃក្នុងនឹងធ្វើម៉េចយើងរួមគ្នាសហការ